ฉันสิมันไหนเต้มันก็ตัวจริงจังเอาเลยสำหรับแพลตเต้គឺមកពីខ្ញុំជាអ្នកនាំទុកឲ្យម៉ែខ្ញុំមិនអាចជួយគាត់ឲ្យចេញមកវិញបានអ្នកទៅពីតែមុនទៅខ្ញុំនឹងបដូរជីវិតជាមួយវាណែចិនសៀឯងកិច្ចផុតពីគ្រោះថ្នាក់នេះហើយចាំគិតជួយម្ដាយឯងណែមិនមែនទេបងស្រីខ្ញុំថាឯងខ្លាចស្លាប់ខ្ញុំមិនខ្លាចទេតែខ្លាចបានប្រយោជន៍អីបើខ្ញុំមិនអាចជួយម៉ែចេញមកបានខ្ញុំរស់នៅក៏គ្មានន័យដែរអាយ៉ាឯងនៅមានពុកឯងទៀតនៅមានអ្នកក្រែងឯងចង់បានប្រពន្ធទៀតហ៎បើសិនជាឯងស្លាប់បាត់យកប្រពន្ធយ៉ាងម៉េចទៅฉันสิបងមិនអាចស្លាប់បានទេដឹងស៊ឺអ៊ីសុំទោសប៉ុន្តែបងនិយាយថាបងនៅជាមួយខ្ញុំអស់មួយជីវិតបងមិនតែណាចោលខ្ញុំទេចិនសៀមើលឯងចុះធំប៉ុណ្ណឹងហើយនៅគ្មានកំណត់ទៀតមកក៏ធ្វើអញ្ចឹងអាយ៉ាណែព្រះជីវិតទី8ឆាប់រំជួបបាយជួបគាត់ទៅមិនឲ្យរាហូចាំគាត់បានទេគាត់គួរឲ្យណិតណាឆាប់ទៅជួបគាត់ទៅណាខ្ញុំចេះថាបងច្បាស់ជំរាបជួបបាយត្រូវហើយតែខ្ញុំមិននឹងមានមធ្យោបាយទេមកជួបបាយដែលលើខ្លួនគេទាំងអស់ប៉ុន្តែពេលនេះគាត់ដូចជាមិនសប្បាយចិត្តទេខ្ញុំជឿថាបងគឺច្បាស់ជំរាបជួបបាយឆាប់ទៅជួបគាត់ទៅឆាប់ឡើងទៅខ្ញុំសាកមើលសិនខ្ញុំសាកមើលសិនចិនស៊ីកុំពិបាកចិត្តអីណាចាប់ខ្ញុំជ្រៀងឲ្យបងស្ដាំការខ្ញុំនៅពីតូចនៅពេលដែលខ្ញុំពិបាកចិត្តគេលោកយាយខ្ញុំជាអ្នកជ្រៀងខ្ញុំស្ដាំចាំមើលពួកឯងចង់រត់ទៅណាជប់សិនរហូឯងឆាប់មកនេះមកចិនស៊ីគេមិនហ៊ានចូលមកទេរហូចូលមកចិនស៊ីនៅទីនេះណាឯងឡើងទៅឋានលើវិញបានហើយឯងឆាប់ចូលមកឯងខ្លាចអីទៅប្តីផ្ដាស់មែនណែខ្ញុំសុំវល់ណាចាប់គេបានហើយឯងខ្លាចស្អីមានអីគួរខ្លាចឯងចូលមកចូលមកฉันจริงខ្ញុំឃ្លានណាស់តើបងឃ្លានដែរទេនាងទើបតែតិចទេខ្ញុំឃ្លានស្រាប់ទៅហើយកុំចូលទៅអីក្នុងប្រាំជំហានគេមិនហ៊ានកម្រើកទេឈ្ងុយមែនទេណែឆាប់ញ៉ាំទៅមិនដឹងចិនសៀឯងកុំគ្មានភក្តីពេកដើម្បីឯងខ្ញុំល្មើសច្បាស់ទៅបណ្ដាហើយគិតមកទៅនៅមានស៊ីអ៊ីទៀតនឹងជាបិសាច
មិនល្មើសច្បាប់ទេបដាក៏ចាប់នាងទៅដែរ នេះ ពេលនេះពួកយើងជិះនៅលើទូកតែមួយឯងមិនគិតដល់ខ្លួនឯងក៏ត្រូវតែជួយដល់ពួកខ្ញុំដែរចាំញ៉ាំទៅអើលឺចិនស៊ីញ៉ាំទៅពេលញ៉ាំឆ្អែតហើយ មែន ទើបនឹកឃើញមធ្យោបាយនេះ នេះស្មានមិនដឹងថាលោកឆ្លាតជាងនេះសោះណា គឺមកពីគេខ្លាចអន្តររបស់ចិនស៊ីណាបើគ្មានពីលើកមុនទេគេមិននឹងចាញ់បោកយើងទេអាយ៉ាប៉ុតជាឆ្ងាញ់មែន ឆ្ងាញ់ណាស់ឈ្ងុយទៀតផង ពីចំហៀន3ចំហៀន4ចំហៀន4ចំហៀនកន្លះអូ មើលចុះល្អមើលណា អើយមើលគេចុះ នៅមានស្រាប់ទេ នៅចំផឹកទេទេ នេះតែបើញ៉ាំស្រាច្បាស់ជាអស់យុទ្ធសាស្ត្រហើយ ដឹងទេស្រាប់បបាភ្លើងនឹងឆាប់ឆេះពួកយើងខ្លុំភ្លើងដុតវាងាប់ទេ អស់ចាស់ នេះ អស់ចាស់ ជាការបដិទេ ឆ្លងផុតគ្រោះថ្នាក់នេះហើយយើងអញ្ជើញឯងទៅសមុទ្រខាងកើតផើឆ្អែតម្ដងមកអើ ហា រេហ៊ូឯងឃ្លានហើយនេះយើងមិនឃ្លានទេ អ អូ មើលតកែជាកុហកដែនតាំង រេហ៊ូឯងសាប់មើលទេទីនេះឈ្ងុយណាស់ដេញអស់កន្លះថ្ងៃហើយណាឯងមិនហត់ទេហ៎យើងឲ្យឯងញ៉ាំណាញ៉ាំទៅគ្មានថ្នាំពុតទេគ្មានថ្នាំពុតទេមក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 អូអូ ណែលេងឆ្អែតហើយណា យើងគ្រាន់តែលេងសាច់តែប៉ុណ្ណោះទេ ប្រយ័ត្នវាខំដាច់ទៅ ខ្ញុំឲ្យគេមិនហ៊ានញ៉ាំទេណាសេអ៊ីនាងឲ្យគេទៅណា នេះកូនឆ្កែទៅយកទៅហា ចង់យកភ្លើងដុតយើងហ៎អត់ប្រយោជន៍ទេ នេះដុតគេមិនបានថែមទាំងអស់ផ្លូវទៀមួយទៀត ស៊ីទៅចាំមើលតើឯងហ៊ានស៊ីទេ រេហ៊ូផ្លូវទៀនេះអត់មានថ្នាំពុតទេញ៉ាំទៅញ៉ាំទៅណា គេថាដាក់ថ្នាំពុលឯងក៏ជឿដែរ ញ៉ាំទៅញ៉ាំទៅយើងមិនញ៉ាំទេ សេអ៊ី តែតែមកលោកមិនញ៉ាំទេ អូឈួយណាស់អើយអូ ร้อนนะร้อนนะจับรถเลยนะ អូយ2 3 4 5ក្រៅ5ជំហានណា តើបាត់ហើយ អលឿន ចាប់ឡើង ចាប់លឿនលោកមិនទេស៊ឺអី จังสิ អរគុណលោកប្អូនដែលបានជួយពួកខ្ញុំ លោកប្អូនអេគឺរាហូរបស់ទេវអីឡើងតា
អេឯងខ្លាចទេវៈអលាំងដល់ថ្នាក់នេះ ខ្លាចទោះជាខ្ញុំដុតវាស៊ីក៏ដោយក៏ទេវៈអេឡាំងមិនធ្វើឲ្យខ្ញុំដែរ អេឯងកុំអូនណាតើណាជឿពួកឯងជឿទេ មិនក៏ទៅជាអញ្ចឹង ឃើញតែទេគេខ្លាចហើយ អញ្ចឹងមកជាខ្ញុំចំណាំបាន អេឯងកុំនិយាយកាត់បានទេយើងថាឯងមិនហ៊ានដុតគេញ៉ាំទេ ពី3ថ្ងៃនេះខ្ញុំញ៉ាំរហូតខ្លាចក្តៅក្នុង យើងចេះរបៀបញ៉ាំសាច់ឆ្កែមួយណាឯងចង់សាប់មើលទេអត់ ញ៉ាំ កើត ហ្មង ទេគឺដុតទាំងរុនណាហើយនឹងខអ អើ អេរត់បាត់ហើយ អ្នកណាថាខ្ញុំហ៊ានញ៉ាំនោះខ្ញុំញ៉ាំពួកឯងមើល តែបានហើយ អេចាំមិនហ៎ ពិតមែនហើយ ចាប់ដល់មកតើយើង ចាប់ទៅ អ លាក់ចិត្តដែរទី ឃើញតែទេយើងបាននិយាយឲ្យថារិះហូមិនងាយឲ្យគេចាប់ដឹកងាយៗទេមែនទេ មែនរិហ៊ូក៏មិនខំគេដោយរបៀបនេះដែរមនុស្សដែលរិហ៊ូដេញតាមបើមិនមែនទេវតាល្មើសច្បាប់គឺបិសាចប្រព្រឹត្តតាមអំពើអាក្រក់និយាយត្រង់មកពួកឯងជឿណា ណែមនុស្សចេះយុទ្ធសាស្ត្រទៅកំពុងដូចពួកខ្ញុំទាំង3នាក់នេះមានអីអស្ចារ្យទេទោះបីជាល្មើសច្បាប់ក៏គ្មានអីល្មើសធំដុំដែរ ធ្វើត្បិតតែឯងទាំងពីរនាក់ចេះតែទួយតែវាមិនប្រកបទេរិហ៊ូគឺជាជំនួយការរបស់ទេវៈអឺឡាំងទេវៈអឺឡាំងគឺជាបងប្រុសរបស់ទេពធីតាទី3ទេពធីតាទី3ជាម្ចាស់ជាគៀងជុកទឹកតែជាគៀងជុកទឹកបែរជាក្នុងដៃពួកឯង បើពួកឯងមិននិយាយតាមត្រង់ទេខ្ញុំចាប់ពួកឯងទៅជួបទេវៈអឺឡាំង បានខ្ញុំទៅជាមួយលោក ណែ ចាំសៀង ព្រិចបងខ្ញុំមិនអាចលំទុកដល់លោកទៀតទេសៀវអ៊ីពេលដែលខ្ញុំនិយាយប្រាប់នាងតែប្រហែលគឺសុទ្ធតែកុហកទាំងអស់នាងមកផ្លេចចោលទៅ ពេលនេះទៅបងប្រាប់ខ្ញុំថាកុហកអីតែយ៉ាងណាក៏ដោយខ្ញុំមិនឲ្យបងទៅទេបើចង់ចាប់ខ្ញុំទៅខ្ញុំមិនឲ្យចាប់គាត់ទេ ព្រិចបងខ្ញុំសុំពឹងពាក់រឿងមួយពេលខ្ញុំទៅបាត់ជួយមើលថែរក្សាសៀវអ៊ីឲ្យខ្ញុំផងនាងស្លូតដល់ពេកហើយងាយស្រួលគេធ្វើបាបណា អេចិនសៀក៏ប៉ុន្តែ ខ្ញុំសុំវល់របស់ បើលោកជាមិត្តភក្តិខ្ញុំកុំឲ្យគេធ្វើបាបនាងអសោះ ចាំសៀ មិន ង បានទេចិនសៀអំឡេះនេះធ្ងន់ពេកហើយខ្ញុំមិនរួចទេអារ៉េខ្លួនឯងទេ ខ្ញុំជំនួសគាត់ចឹង មិនដើមគ្នាវាជាមេខ្លោងឯងទាំងពីរនាក់គឺជាអ្នកជួយវាអ្នកណាក៏រត់រួចដែរ មនុស្សដែលប្រអិនចប់អាហារជីវិតគឺខ្ញុំមិនតាក់ទងនឹងពួកគេទេបើដល់លេងពួកគេខ្ញុំសុខចិត្តឡើងឋានលើជាមួយលោកបើមិនអញ្ចឹងខ្ញុំនឹងស្លាប់នៅទីនេះ អ្នកណាក៏មិនអាចយល់គុណសម្បត្តិបានដែរ ចិនសៀ ចាំសៀង តែឯងជឿណាបើទេវៈអឺឡាំងចង់សម្លាប់ឯងខ្ញុំជឿថាព្រោះតែឯងលួចអីវ៉ាន់គេឯព្រះអិនក៏ចេញរៀបបញ្ជាចាប់ឯងដែរមើលមិនដឹងថាឯងអស់ចាស់យ៉ាងនេះសោះ បើខ្ញុំនិយាយអាចដល់លេងពួកគេទេ មិនលេង អញ្ចឹងខ្ញុំសម្លាប់ខ្លួនភ្លាម បានហើយខ្ញុំសុំខ្លាចឯងហើយបើឯងនិយាយខ្ញុំនឹងលេងពួកគេ ខ្ញុំជាកូនទេពធីតាទី3ឪពុកខ្ញុំគឺលីយៀនឆាង និយាយតែផ្ដាស់ទេពធីតាទី3ស្អាតស្អំណាស់មិននឹងមានកូនប្រុសទេគ្រាន់តែសម្ដីមួយម៉ាត់នេះយើងអាចសម្លាប់ឯងបាន គឺខួរក្បាលរបស់គេមានបញ្ហាណាគេនិយាយពីផ្ដាលេពួកខ្ញុំទេ បើថាមិនមែនមិនក៏ជាជាងជុកទឹកនៅក្នុងដៃឯងអញ្ចឹងទេពធីតាទី3ពិតជាស្រឡាញ់មនុស្សលោកមែនបានខ្ញុំនឹងនាំឯងទៅភ្នំហូសានដើម្បីបញ្ជាក់បានច្បាស់លាស់ទៅ ពិតជាលឿនមែនលឿនណាស់ហើយនឹង អូពិតជាលឿនមែនកងនេះឲ្យយកមកពីណា ទិញប៉ុន្មានក៏ឯងគ្មានប្រាក់ទិញដែរ ឯងគឺលោកចា ទុកថាឯងភ្នែកមុតចឹង អូនេះ អ
ជួយទៅសិលឯងនៅស្ទើរខាងណា សមុទ្រខាងកើតមានគំនុំជាមួយនឹងឯ ឯង ង នៅសមុទ្រខាងកើត ឯងសងជីវិតបងទី3ឲ្យយើងមក រាជបុត្រទី8 រាជបុត្រ ពេលខ្ញុំនៅក្មេងពិតជាមានទំនាស់ជាមួយសមុទ្រខាងកើតមែនប៉ុន្តែមិនអាចបន្ទោសខ្ញុំទាំងសងទេម្យ៉ាងទៀតខ្ញុំសម្លាប់ខ្លួនលូបលាងទោសទៅហើយសំបីតែពុកឯងក៏លេបប្រកាន់នៅរឿងនេះដែរតែឯងបែរជានៅចាំពិតជាពិបាកដល់ឯងហើយ រឿងនេះយើងមិនបំភ្លេចចោលនៅងាយទេ អាល្អិតពេលនេះឯងធ្លាក់ចូលក្នុងដៃយើងតើអ្នកណាមិនលើកលែងឲ្យអ្នកណា អី រាជបុត្រទី8ចាំទៅដល់ភ្នំហូសានចាំកិតទៀតណា ស្ដាប់សម្ដីនាងទៅនាងចង់ទៅហួសានជាងខ្ញុំទៅទៀតមិនបានទេឈប់ទៅហើយទៅសំណាក់ចិញ្ចឹងរបស់ទេវអឺឡើងតែម្ដងទៅ ហា អើលំងលោចានាំខ្ញុំទៅហួសានទៅឲ្យតែខ្ញុំបានជួបម្ដាយខ្ញុំទោះជាស្លាប់ក៏មិនស្ដាយដែរ ឯងពិតជាកូនប្រុសរបស់ទេវតាទី3មែន បានខ្ញុំនៅក្នុងដៃលោកហើយខ្ញុំរត់ទៅណាមិនរួចទេជួយខ្ញុំផងទៅ មិនយ៉ាងអាចទៅមិនក៏ខ្ញុំដែលលើកគេនិយាយអញ្ចឹងតាមទំនាក់ទំនងគ្រួសារលីហើយនេះយ៉ាងខ្ញុំគួរតែជួយឯងតែឯងគឺជាអ្នកទោសដែលប្រអិនចេញរៀបជាឲ្យចាប់ឲ្យខ្ញុំជួយឯងក៏បានដែរតែឯងទាំង3នាក់ត្រូវតែស្បត់ទោះជាថ្ងៃក្រោយមានរឿងអីកើតឡើងក៏ដោយក៏មិនឲ្យប្រាប់គេថាខ្ញុំដឹងពីរឿងនេះដែរ បានខ្ញុំស្បាត់ ខ្ញុំក៏ស្បត់ដែរ ខ្ញុំមិនបារម្ភពីឯងទាំងពីរទេតែរាជបុត្រទី8នៃសមុទ្រខាងកើតនេះ វាបនឲ្យតែចាប់បានចំណុចខ្សែខ្ញុំទេលើកនេះវាសំណាងល្អហើយ ទោះបីជាចង់សងសឹងក៏យើងមិនប្រើល្បិចថោកទាបបែបនេះដែរយើងសស្បត់យើងមិនប្រាប់គេថាអាចដឹងរឿងនេះទេ ល្អណាស់ហូសានត្រូវបំផ្លាញដល់ថ្នាក់នេះទៅហើយហើយបងប្អូនមីសាននិងខ្ញុំជាអ្នកចិត្តដឹងនឹងគ្នាជួបគ្នាទៅតណាពួកឯងត្រូវខ្លួនឯងចុះខ្ញុំជួយពួកឯងដល់សម្ងាត់ ប៉ុន្តែហូសានធំយ៉ាងនេះឲ្យពួកខ្ញុំទៅរកណែណាទៅ គឺពួកឯងថាទេវតាទី3នៅហូសានតែគាត់នៅឬក៏អត់នោះខ្ញុំមិនដឹងទៅ បានពួកខ្ញុំនឹងរកដល់ខ្លួនឯងប្រកាសជាអាចរកគាត់ឃើញ ចាំមកច្បាស់កុំស្រែកអីសោះបើស្រែកបងប្អូនមីសានច្បាស់ជាលឺនៅមានទៀតត្រូវតែឆាប់រាហូប្រកាសជារាយការណ៍រឿងនេះប្រាប់ទៅទេវអឺឡើងពួកគេប្រកាសចំដល់ទីនេះឆាប់ដល់ពេលនោះខ្ញុំមិនអាចជឿឆ្អែតរឿងនេះបានទេ តោះ មកអេ ទៅមើលខាងមុខនោះ នៅខាងនោះទៀតដឹងទេអើហើយបើរងចឹងតទៀតទោះបីជាទេវៈឡើងមកដល់ហូសានក៏មិនប្រកាសថារកឃើញទេ តែវាឲ្យឡើងមកដល់ហើយមែនទេហាចាំឈប់ នាងជាបិសាចខាងណា ពលលោកជាបិសាចខាងណា អើពួកខ្ញុំមិនមែនបិសាចទេ ខ្ញុំគឺជាអ្នកចាប់បិសាចពួកយើងតឹងដងអត់បំពេញទឹកកលេងអស់លាហើយសូម្បីតែដានក៏នាងដកមិនរួចផងចាប់បិសាចយ៉ាងម៉េចដែរតា អាយ៉ានាងមើលគេនិយាយថាខ្យល់ឈប់បក់ខ្យល់ក៏ឈប់បក់ភ្លាមនាងអាចធ្វើបានទេ ប៉ុន្តែមើលទៅនាងមិនដូចជាមនុស្សរបស់ទេវរាអឺឡើងទេពួកយើងទៅសួរនាងសាប់មើលក្រោយលោកនាងដឹងថាម្ដាយខ្ញុំណីណា អេតែយី តោះ ហើយភ័យណាស់អូយភ័យណាស់ភ័យស្ទើរស្លាប់ទៅហើយតែបដាបានជួយខ្ញុំឆ្លងផុតពីគ្រោះថ្នាក់នេះ ណែ សូមតែបដាជួយខ្ញុំផងកុំឲ្យខ្ញុំមានគ្រោះថ្នាក់សោះខ្យល់អត់ចាទេ ពិតជាអស្ចារ្យមែនតើអ្នកនាងឈ្មោះអីដែរទៅ ខ្ញុំគឺអេសួរខ្ញុំថាគឺអ្នកណាបាច់ចង់សួរខ្ញុំត្រូវតែប្រាប់ឈ្មោះខ្ញុំមុនសិនមក អូខ្ញុំឈ្មោះលីចិនសៀងចំណែកអាវឈួនជារាជបុត្រទី8នៃសមុទ្រខាងកើតចំណែកស៊ុយអ៊ីនៅលអាងភ្នំ10000 សួស្តីខ្ញុំគឺជាសិស្សបាត់ទេទីដានទី3ដែលជាក្មួយស្រីរបស់ព្រះអង្គតកូលទេ អូសិស្សរបស់អ្នកណា យ៉ាងមិនខ្លាចហើយមែនទេហើយណៃឆយនឹងណាក្មួយស្រីរបស់ព្រះអង្គតែទីដានទី3ម៉ៃខ្ញុំតើគ្រូរបស់នាងណីណា មានតែតងអីជាមួយពលលោក ណែខ្ញុំប្រាប់ឯងម្នាក់នេះជាកូនប្រុសរបស់ទេពធីតាទី3ដែលជាក្មួយស្រីរបស់ព្រះអិនឈ្មោះលីឈិនសៀ ហា
ប្រាប់មកតាម៉ែខ្ញុំលេណា ទេពធីតាទី3មានកូនប្រុសខ្ញុំមិនដឹងទៅ ខ្ញុំគឺពិតជាកូនរបស់គាត់មែន ណែរឿងនេះណាខ្ញុំជឿ ខ្ញុំសុំបងប្រាប់ខ្ញុំមកតើគាត់អីណា អេទៅតាមនេះទៅដើរត្រង់ទៅគឺទៅដល់ហើយណា នាំខ្ញុំទៅ ហាអាយយជើងខ្ញុំឈឺណាស់អូយហាអាយយលើកនេះខ្ញុំទៅខ្ញុំនិយាយលេងសាច់ទេណាខ្ញុំអត់ស្គាល់ទេពធីតាទី3ទេថ្ងៃក្រោយជួបគ្នាណាក៏បានតែណា អេដល់ហើយជន់ហើយចុះមនុស្សបែបនេះខ្ញុំឃើញច្រើនណាស់គេជាជនបោកប្រាស់ ចន្ទប្រាំហើយគ្មានមុខជួបពួកគេទៀតទេអេខ្លាចអីពួកគេអត់មានម្ដងអាក្រក់អីផងហ្នឹងខ្ញុំត្រូវទៅតាមដានពួកគេដោយសម្ងាត់ប្រហែលជាបានជួបអ្នកធំដូចទេពធីតាទី3ណាពួកឯងជាអ្នកណា អូខ្ញុំបាទគឺជាអ្នកស្រុកក្រៅមកឲ្យធូបនៅវិហារទេពធីតា វិហារទេពធីតារួចចោលយូរហើយទីនេះគឺជាកន្លែងហាមឃាត់អ្នកក្រៅមិនអាចចូលបានដាច់ខាត់ឆាប់ទៅវិញទៅ គាត់ប្រកាសជាទេវតាយាមម្ដាយខ្ញុំហើយពួកយើងធ្វើពុតជាចាក់ចេញពេលគាត់ទៅបាត់យើងតាមគាត់ទៅលោកម្ចាស់ពួកខ្ញុំចង់ត្រឡប់ទៅវិញតើត្រូវទៅតាមណា ដើរចោលតាមនេះរហូតទៅត្រូវហើយ សូមអរគុណលោកម្ចាស់ អរគុណ តើយើងលោកម្ចាស់ពួកខ្ញុំត្រឡប់ទៅវិញហេតុអីក៏នៅតាមពួកខ្ញុំទៀត ដល់តែយើងឃើញពួកឯងចាក់ចេញពីព្រំហូសាននេះដល់ផ្ទាល់ តោះ អាយយក៏គូតរបស់ខ្ញុំឈឺណាស់ឈឺដល់ហើយអាយយ អូគឺឯងទៀតហើយ ខ្ញុំគឺជាសិស្សបើអីសៃសៀនមិនដែលជាអ្នកហាត់សិស្សនៅភ្នំចុងណានតកូលតេង ធ្វើខ្មោចព្រីស្អីនោះអើយចុះ ខ្ញុំតែកូល អូ អេណែណែណែហេណែណែហេណែហេអូគាត់ទៅស្ងៀមហើយមិនបានជា នេះហៅថាចិត្តប្រសងសំកាំងអត់ចាទេណែខ្ញុំដឹងថាខាងមុខមានអាងកំរាប់មួយប៉ុន្តែមកទ្វារមានទេពតាយាមខ្ញុំមិនដឹងថាទេពធីតាទី3នៅក្នុងឬក៏អត់ ចឹ ទេ ងឆាប់នាំពួកខ្ញុំទៅ មិនចឹងឆាប់មក តោះអេមិនត្រូវទេខ្ញុំចាំបានថាគឺនៅកន្លែងនេះហើយឬមួយក៏ខ្ញុំចាំខុសទេដឹងណែឆាប់រត់នឹកទៅប្រយ័ត្នតិចទៀតទេវាអឡើងនឹងរះហូរម្ដងច្បាស់ជីវីវហើយហ្នឹងទេវាអឡើង ម៉ែខ្ញុំគឺឈិនសៀងតើម៉ែនៅណា ណែចិនស៊ីឬច្បិននិយាយថាមិនឲ្យស្រែកទេ ម៉ែកូនមករកម៉ែហើយ ណែកុំស្រែកទៀតអី ម៉ែ ចិនសៀង ឲ្យជប់ស្រែកទេ ម៉ែនៅណាម៉ែនៅណាម៉ែតើម៉ែនៅណា ចិនសៀងចិនសៀងចិនសៀងខ្ញុំដូចជាលឺសំឡេងកូនរបស់ខ្ញុំចិនសៀងកូនណៃណាឆាប់ដល់វាចូលមក មិនបាត់ទេពេលនេះពលឹងនេះទើបទំដុំគ្នាទៅបើទទួលឥទ្ធិពលធ្វើឲ្យបាយពលឹងទៀតនោះអញ្ចឹងណែគ្មានលទ្ធផលទៀតទេ
លោកបងខាងខ្ញុំសូមបងបានញាតសម្ដាប់ខ្ញុំត្រូវបាត់បង់អស់ទៅហើយនឹងទោះបីជាខ្ញុំរត់តទៅទីក៏គ្មានន័យអីទៀតដែរលើកនេះប្រហែលជាលើកចុងក្រោយហើយដែលខ្ញុំត្រូវជួបគ្នាហើយទេបផងខ្ញុំរកឃើញហើយគឺនៅខាងនោះ ផ្លូវនេះ ហើយ តើយើង ឆាប់ទៅអេណែចាំខ្ញុំផងមិនអ្នកទាំងបីទៅចាប់ខ្ញុំចឹងអេណែគឺកន្លែងនឹងហើយ អោះតោះ អេណែគ្រោះថ្នាក់ណាស់ ចិនស៊ី ឆាន់សៀងឃើញទេ អេ អេ ចិនស៊ីខ្ញុំជួយឯងចូលទៅ បាននៅតែមិនបានទៀត ឆាន់សៀងចាំខ្ញុំជួយបង បាន ចិនសៀងម្ដងទៀតទៅ នៅតែមិន ចាំ បាន មក ទៀ ខ្ញុំ តម្ ដងណា តើយើង អត់លឿនណាស់ អេនៅក្នុងមានទ្វារមួយតើយើងអេមិនបានទៅជាអញ្ចឹង ឆាន់សៀង ចិនស៊ីចាប់កិច្ច ឆាន់សៀង មិនអីទេខ្ញុំមិនអីទេឆាប់ឡងទៅលើទ្វារណា ឆាប់ឡើង ធ្វើឡើង ឆាប់ឡើង អត់លឿនណាស់ លើមិន អត់ ឡា ឡើង នទេ ទេគិតយ៉ាងម៉េចចិនស៊ីឯងទៅរកម្ដាយឯងទៅទីនេះប្រកបរបស់ខ្ញុំ ឡងប្រយ័ត្នផង ឯងឆាប់ទៅទៅឆាប់ទៅទៅអត់លឿនណាស់ ម៉ែ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  Mai Mai Tao Mai này nè Mai
ដល់ឡែកយើងនឹងស្មានថាមិនចាំបាច់ប្រើកលយុនេះទេតែស្មានមិនដល់ថាឯងសំឡាងល្អដល់ម្លឹងសោះលោកអ៊ំខ្ញុំបានជាមកដល់ទីនេះទៅហើយអ៊ំមកខ្ញុំជួបម៉ែខ្ញុំតិចទៅបានទេជួបហើយចាប់អ៊ំឡំខ្ញុំចេញទៅវិញចុះលោកអ៊ំមិនក៏ដាច់ធម៌មេត្តាម្ល៉េះមិនមែនយើងដាច់ធម៌មេត្តាទេគឺមកពីយើងគ្មានលទ្ធភាពមេឃដីអត់ព្រំដែនតាមដានរាប់ម៉ឺនជោច វាមិនដល់ហូសានហើយទៅរូបដែលឯងបានមើលឃើញនោះគឺគ្រាន់តែជាដង្ហើមមួយដែលយើងខំទុកនៅទីនេះប៉ុណ្ណោះដង្ហើមអ៊ំចង់និយាយថាការពិតអ៊ំគឺជាដង្ហើមបើនិយាយច្បាស់ទៅយើងបានបន្សល់ទុកនៅដង្ហើម3ម៉ាត់នៅទីនេះដង្ហើមទាំង3នោះគឺកលុយយន្តមួយបើឯងអាចឆ្លងផុតកលុយយន្តទាំង3នេះគឺបានជួបម្ដាយឯងហើយចុះបើខ្ញុំឆ្លងមិនផុតតែយ៉ាងម៉េចទៅវិញ បើឯងឆ្លងមិនផុតឯងនឹងស្លាប់នៅក្នុងកលយុននេះអេលោកអ៊ំអ៊ំទៅណាហើយតើកលយុនរបស់អ៊ំនៅណាឈិនសៀង អ៊ំផ្ដល់ឱកាសឯងមួយទៀតឯងឃើញទ្វារនៅខាងនោះទេឯងទៅបង្វិលកងដែកដែលនៅលើទ្វារនោះទៅខាងឆ្វេង3ជុំឯងនឹងអាចយកជីវិតមកវិញបានហើយបើអ៊ំមិនឲ្យខ្ញុំជួបឯងខ្ញុំមិនទៅវិញទេបើអញ្ចឹងឯងចាំតែស្លាប់ចុះ ចូលមកយើងខ្លាចឯងទេឈិនសៀងពេលនេះអ៊ំទុកជីវិតឯងទៅវិញទៅខ្ញុំមិនទៅណាដាច់ខាតខ្ញុំមិនខ្លាចឯងទេចូលមកហឺចអអ៊ំជៀនអ៊ំចេញមកដំណាក់កាលមួយនេះឯងឆ្លងផុតហើយដំឡៃអ៊ំគ្រាន់តែចង់បន្លាយឯងរត់ប៉ុណ្ណោះតែឯងបែរជាមិនរត់បែរជាមានសេចក្តីក្លាហានទៅវិញសេចក្តីក្លាហានការពិតទោះជាសត្រូវគួរខ្លាចយ៉ាងណាក៏ដោយឲ្យតែឯងមានសេចក្តីក្លាហានប្រឈមមុខប្រកាសជាឈ្នះប៉ុន្តែលើកនេះទោះជាឯងក្លាហានយ៉ាងណាក៏អត់ប្រយោជន៍ដែរពីព្រោះអីអ៊ំលេងទុកផ្លូវក្រោយឯងហើយខ្ញុំមិនត្រូវការផ្លូវក្រោយទេអ៊ំឆាប់ចេញមកលោកអ៊ំជៀនចេញមក អ
ពេលនេះបើសិនជាឯងបងអ៊ំអាចដោះលែងឯងឲ្យចេញទៅវិញបានទេបើអ៊ំមិនឲ្យខ្ញុំជួបម្ដាយខ្ញុំទោះស្លាប់ក៏ខ្ញុំមិនចេញដែរសំណាញ់មួយនេះឯងរួមតូចរហូតដល់ប៉ិនក្របពទ្រាឯងគិតមើលទៅដល់ពេលនោះឯងនឹងខ្លាចទៅជាស្អីបានខ្ញុំសុំបងឲ្យខ្ញុំជួបម្ដាយខ្ញុំហុកទៅមិនបានទេឯងដាច់ខាតត្រូវតែបងអ៊ំឲ្យដោះលែងបើមិនអញ្ចឹងឯងមិនឲ្យខ្ញុំជួបម្ដាយខ្ញុំទោះស្លាប់ក៏ខ្ញុំមិនបងដែរបើនៅតែមិនចោះចាញ់ទៀតឯងប្រកាសជាស្លាប់ដែរអាក្រក់មើលហើយទោះជាអាក្រក់យ៉ាងណាក៏ដោយកុំមិនអាក្រក់ដល់អ៊ំដែរមើលទៅស្ថានភាពឯងនៅពេលនេះទោះជាឯងប្រឈមមុននឹងការស្លាប់ក៏ដោយក៏មិនអាចយកឈ្នះវាបានដែរទុយទៅវិញបើឯងចោះចាញ់ឯងអាចការពារជីវិតបានឥឡូវយើងសួរឯងជាលើកចុងក្រោយតើឯងចោះចាញ់ឬអត់ទេបានឥឡូវនេះឯងអស់ឱកាសហើយឯងតែសោយសុខនឹងការសម្បាញ់នៃសេចក្តីស្លាប់របស់ឯងចុះខ្ញុំអត់ស្លាប់ទេតើខ្ញុំឆ្លងផុតដំណាក់កាលនេះយ៉ាងម៉េចនេះនៅដំណាក់យមរាជឯងចែកអង្វរគេហេតុអីក៏ពេលនេះឯងមិនចែកអង្វរអញ្ចឹងចុះបើសិនជាមិនខ្ញុំពិតជាអង្វរមែនសំណាញ់នោះគឺរួមតូចរហូតដល់ប៉ិនក្របពទ្រាគឺមានតែឈាមដែលមានចិត្តមោះមុតទេទើបឯងរំលាយសំណាញ់នោះបានចិត្តមោះមុតដើមឡើយយើងនឹងស្មានថាកូនក្មេងដែលនៅដំណាក់យមរាជភ័យរហូតដល់រៀបដុំដាក់ខោភ័យរហូតដល់ស្រក់ទឹកភ្នែកតែឯងបែរជាក្មេងខុសគេបែរជាមានចិត្តក្លាហាននិងមានចិត្តមោះមុតនៅក្នុងខ្លួនអ្វីដែលអ៊ំស្មានមកដល់នៅច្រើនណាស់បើអញ្ចឹងឯងចូលសំណាញ់ទី3ទៀតទៅអាយ៉ាមិនក៏ក្តៅម្ល៉េះទីនេះគឺជាឡជាងដៃមែនទេអាយឈិនស៊ីងឲ្យតែឯងឆ្លងដំណាក់នេះរួចឯងបានជួបម្ដាយឯងហើយមែនទេប៉ុន្តែឯងត្រូវលះបង់របស់ម្យ៉ាងតែលះបង់ស្អីក៏ខ្ញុំឯងលះបង់បានដែរល្អយើងនឹងឲ្យឯងទៅជួបនឹងម្ដាយឯងឥឡូវនេះបានន័យថាម៉េចហ្នឹងគឺសម្រាប់ពួកគេទាំងអស់